តោះយើងនិយាយគ្នាអំពីតម្រូវការទាំង5ដែលកំណត់ឥរិយាបថរបស់អតិថិជនសំណួរគឺតើកត្តាអ្វីដែលជំរុញចិត្តអតិថិជនឲ្យទិញផលិតផលមួយតើអ្នកចង់រៀនពីវិធីបង្កើនការលក់តាមបែបរៀបផលិតផលឲ្យត្រូវតម្រូវការរបស់អតិថិជនដែរឬទេមនុស្សម្នាក់ៗសុទ្ធតែមានតម្រូវការជាមូលដ្ឋានរៀងៗខ្លួនដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំរបស់ខ្លួនដែលមានដូចជាការទិញអ្វីមួយជាដើមឥរិយាបថរបស់អតិថិជនត្រូវបានបែងចែកជា11ប្រភេទផ្សេងគ្នាដែលអាចឲ្យអ្នកយល់ពីមូលហេតុដែលអតិថិជនសម្រេចចិត្តទិញការដែលអាចកំណត់នៅតម្រូវការនិងការបំពេញចិត្តចំពោះតម្រូវការទាំងនោះនៅក្នុងការលក់នឹងអាចធ្វើឲ្យលក់បានកាន់តែច្រើននិងធ្វើឲ្យអតិថិជនពេញចិត្តកាន់តែលឿននិងកាន់តែខ្លាំងដែលអ្នកសឹងតែមិនជឿនោះទេក្នុងពេលបច្ចុប្បន្ននេះភាពពេញចិត្តរបស់អតិថិជននៅក្នុងតម្រូវការនីមួយៗគឺសុទ្ធតែកើតចេញពីការលើកទឹកចិត្តការដែលពួកគេទទួលបានផលិតផលដែលល្អឥតខ្ចោះមួយឬច្រើនទៅតាមតម្រូវការរបស់ពួកគេទិញផលិតផលណាមួយនោះគឺដោយសារតែអ្នកជាអ្នកលក់បានបញ្ចុះបញ្ចូលពួកគេឲ្យទទួលយកដើម្បីបំពេញតម្រូវការរបស់ពួកគេនៅក្នុងពេលនោះចំពោះតម្រូវការទី1ដែលគ្រប់គ្នាចង់បានគឺលុយពួកគេចង់បានលុយច្រើននេះគឺជាតម្រូវការមូលដ្ឋាននៅរាល់ពេលដែលអ្នកផ្សារភ្ជាប់សេវាអតិថិជនជាមួយផលិតផលនិងសេវាកម្មរបស់អ្នកដោយធ្វើឲ្យអតិថិជនមានអារម្មណ៍ថាអាចបង្កើតលុយសន្សំសំចៃនោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីពួកគេលុយគឺជាឧបករណ៍លើកទឹកចិត្តខ្ពស់បំផុតនៅក្នុងឥរិយាបថរបស់អតិថិជនឥឡូវនេះចូលដល់តម្រូវការទី2របស់អតិថិជនដែលនោះគឺជាតម្រូវការសុវត្ថិភាពគ្រប់គ្នាទាំងអស់សុទ្ធតែមានតម្រូវការមូលដ្ឋានសុវត្ថិភាពពួកគេនឹងមានអារម្មណ៍ល្អបើសិនជាពួកគេមានលុយគ្រប់គ្រាន់ហើយពួកគេក៏មានអារម្មណ៍ថាមានសុវត្ថិភាពផងដែរដូចនេះបើទោះបីជាលុយជាចំណុចរសើបនិងពិបាករកតែតម្រូវការសុទ្ធភាពមួយនោះនឹងធ្វើឲ្យពួកគេមានភាពកក់ក្ដៅនិងក៏ជាតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេផងដែរបើទោះជាមានអ្នកខ្លះគិតថាពួកគេមានសេរីភាពពេញលេញហើយក៏ដោយក៏មានអ្នកខ្លះមានអារម្មណ៍ថាពួកគេដូចជាមានសុវត្ថិភាពខ្ពស់ហើយពួកគេក៏ត្រូវការបន្ថែមទៀតដែរឥឡូវនេះចូលដល់តម្រូវការទី3ដែលនោះគឺចង់ធ្វើឲ្យដូចគេឥរិយាបថរបស់អតិថិជនបានបង្ហាញថាគ្រប់គ្នាសុទ្ធតែចង់ធ្វើឲ្យដូចអ្នកដទៃពួកយើងត្រូវការឲ្យមនុស្សនៅជុំវិញខ្លួនយើងទទួលស្គាល់និងគោរពយើងពួកយើងចង់ឲ្យមិត្តភក្តិអ្នកជិតខាងនិងអ្នកផ្សេងទៀតកោតសរសើរចំពោះយើងដូចនេះការសម្រេចបាននៅគោលដៅដ៏ល្អមួយនេះគឺជាការបំពេញនៅតម្រូវការដ៏សែនពេញចិត្តនិងលើកតម្លៃខ្លួនឯងឡើងភាពពេញចិត្តរបស់អតិថិជនកើតមានឡើងដោយការលើកទឹកចិត្តដែលថាបើសិនជាពួកគេទិញផលិតផលរបស់អ្នកពួកគេនឹងមានអារម្មណ៍ថាខ្លួនគេដូចអ្នកដទៃដែរតម្រូវការទី4គឺឋានៈនិងភាពប្រណិតតម្រូវការអតិថិជននិងឥរិយាបថអតិថិជនមួយទៀតដែលយើងក៏អាចរាប់បញ្ចូលបានដែរនោះគឺការលើកទឹកចិត្តដ៏មានឥទ្ធិពលមួយដើម្បីឲ្យអ្នកណាម្នាក់ទិញផលិតផលរបស់អ្នកដែលនោះគឺឋានៈនិងភាពប្រណិតពួកយើងចង់មានអារម្មណ៍ថាត្រូវបានគេផ្ដល់តម្លៃឲ្យថាជាមនុស្សសំខាន់និងជាមនុស្សដែលមានតម្លៃជាអតិថិជនម្នាក់យើងចង់ឲ្យមនុស្សទាំងឡាយសម្លឹងមើលមកយើងនិងកោតសរសើរចំពោះសម្ភារៈនិងសមិទ្ធផលរបស់យើងនេះប្រហែលជាតម្រូវការដែលជ្រៅជាងគេហើយដែលចង់ឲ្យទាំងក្រសែភ្នែកអ្នកដទៃនិងខ្លួនឯងមើលមកឃើញថាខ្លួនឯងជាមនុស្សសំខាន់និងមានទ្រព្យសម្បត្តិដូចនេះបន្ទាប់ពីដឹងអំពីតម្រូវការទាំងនោះរួចមកអ្នកនឹងមានលទ្ធភាពធ្វើការកំណត់បានថាតើផលិតផលណាដែលល្អនិងអាចចូលទៅក្នុងទីផ្សារបានយ៉ាងត្រឹមត្រូវ Visit my blog to learn 7 more consumer needs that you can also strive to satisfy with your product.